ឆ្កែតូចមួយមានក្តីសុបិនធំគេចង់ក្លាយជាតារាចម្រៀងល្បីម្នាក់ថ្ងៃមួយគេមើលកម្មវិធីប្រកួតចម្រៀងនៅលើទូរទស្សន៍ហើយគេគិតថាខ្ញុំក៏អាចធ្វើបានដែរគេចាប់ផ្ដើមហាត់ច្រៀងនៅក្នុងសួនប៉ុន្តែសំឡេងរបស់គេធ្វើឲ្យសត្វទាំងអស់រត់គេចនិងឈឺក្បាលស្វាមិត្តរបស់គេមកជួយលេងហ្គីតាដើម្បីឲ្យការហាត់ច្រៀងកាន់តែសប្បាយថ្ងៃប្រកួតធំបានមកដល់ឆ្កែតូចមានអារម្មណ៍ភ័យបន្តិចប៉ុន្តែរីករាយខ្លាំងណាស់នៅមុខឆាកឆ្មាជាអ្នកវិតម្លៃដ៏តឹងរឹងកំពុងរង់ចាំស្ដាប់ឆ្កែតូចចាប់ផ្ដើមច្រៀងដែលពេញចិត្តខណៈដែលស្វាជាអ្នកលេងហ្គីតាប៉ុន្តែភ្លាមនោះសំឡេងខ្លាំងពេកធ្វើឲ្យមីក្រូហ្វូនបង្កើតសំឡេងចម្លែកប៉ុន្តែអ្នកទស្សនាបែរជាមិនខឹងទៅវិញពួកគេសើចនិងរីករាយជាមួយការសម្ដែងកំប្លែងនេះសូម្បីតែឆ្មាអ្នកវិតម្លៃក៏ចាប់ផ្ដើមញញឹមនឹងឲ្យបន្ទុកពួកដែរឆ្កែតូចរីករាយខ្លាំងណាស់ព្រោះការខិតខំរបស់គេបានទទួលការសរសើរចាប់ពីថ្ងៃនោះមកឆ្កែតូចបានក្លាយជាតារាចម្រៀងដែលគ្រប់គ្នាស្រឡាញ់